គឺជា subwoofer ដែលមានកម្លាំង100 វ៉ាត់ថ្មគឺមានថាមពលរហូតទៅដល់ 48000 មីលីអាំពែជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងខ្ញុំនេះគឺជា speaker Zilot S89 គឺជា speaker ចំនួនថ្មីឆ្នាំ 2025 ហើយ speaker នេះគឺបំពាក់មកជាមួយនឹងប្រភេទ 3-way system ដែលមានកម្លាំង250 វ៉ាត់ ohms នេះគឺជា subwoofer ដែលមានកម្លាំង100 វ៉ាត់ហើយចំណែកពីរគ្រាប់នេះគឺជា mid range ដែលមានកម្លាំង50 វ៉ាត់បាទពីរនេះគឺ100 វ៉ាត់ហើយចុងក្រោយគឺជា high របស់ speaker នេះគឺមានកម្លាំង20 វ៉ាត់សម្រាប់ថ្មគឺមានថាមពលរហូតទៅដល់ 48000 មីលីអាំពែឬយើងអាចនិយាយបានថា 12000 មីលីអាំពែទៅលើកម្លាំងប្រតិបត្តិការរបស់ board machine ដែលត្រូវការថាមពល 14.8 វ៉ុលហើយនេះគឺជា board បញ្ជាម៉ាស៊ីនបាទ board បញ្ជាទៅលើ speaker នឹងទាំងមូលហើយសម្រាប់នៅលើ board នេះក៏មានបញ្ជាក់ថ្ងៃខែផលិតមកដែរគឺឆ្នាំ 2025 ខែ 1 ថ្ងៃទី 21 បាទគឺផលិតនៅក្នុងដើមឆ្នាំ 2025 នឹងតែម្ដង